សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel នីតិខ្មោចចំពោះអេពីសូតនេះបងប្អូនទាំងអស់គ្នានឹងទទួលនៅបទពិសោធន៍ថ្មីមួយទៀតសម្រាប់ស្ដាប់ជាការកំសាន្តអារម្មណ៍របស់បងប្អូនចំពោះរឿងក្នុងអេពីសូតទាក់ទងនឹងរឿងប្រលឹងខ្មោចស្រីខារ៉ាអូខេតើបងប្អូនយល់យ៉ាងណាចំពោះសាច់រឿងមួយនេះមុននឹងចូលទៅកាន់ការស្ដាប់សាច់រឿងពេញសូមបងប្អូនទាំងអស់គ្នាជួយជាវឬ Subscribe និងកុំភ្លេចដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីរាល់ការផុសរបស់នីតិខ្មោចចូលមកកាន់សាច់រឿងដំបូងរបស់យើងនៅក្នុងទីក្រុងភ្នំពេញបច្ចុប្បន្ននេះសម្បូរណាស់កន្លែងដើរកម្សាន្តពេលរាត្រីកន្លែងដែលសប្បាយមួយក្នុងចំណោមកន្លែងជាច្រើនគឺហាងខារ៉ាអូខេអស់លោកដែលធ្លាប់ចូលហាងខារ៉ាអូខេទើបដឹងថាមានទេពធីតាអ្នកចម្រៀងស្រស់ៗដែលម្នាក់ស្ថិតក្នុងសម្លៀកបំពាក់សុទ្ធតែដាអារម្មណ៍ទាំងអស់ពួកនាងធ្វើយ៉ាងនេះព្រោះពួកនាងត្រូវការតែម្យ៉ាងគត់គឺលុយមានទេពធីតាអ្នកចម្រៀងខារ៉ាអូខេម្នាក់អាយុ30ឆ្នាំទៅហើយប៉ុន្តែនាងនៅតែស្អាតអស្ចារ្យក្រោយពីបានឃើញនាងភ្លាមទោះជាបុរសណាក៏ដោយសុទ្ធតែប្រាថ្នាចង់បាននាងមកបីបោមថ្នាក់ថ្នមរួមរ៉ាក់ឲ្យសមបំណងនាងឈ្មោះច័ន្ទជាមនុស្សចូលចិត្តសប្បាយជានិច្ចប្រការសំខាន់នោះនាងផឹកស្រាបៀរដោយផឹកទឹកនាងធ្លាប់មានសម្ព័ន្ធភាពផ្លូវភេទជាមួយប្រុសជាច្រើនអ្នករួចមកហើយព្រោះនាងមិនដែលគិតព្រួយបារម្ភនឹងរូបរាងកាយរបស់នាងឡើយសំខាន់ឲ្យតែប្រុសនោះមានលុយឲ្យនាងទោះជាបបួលតាណាក៏នាងព្រមទាំងអស់ថ្ងៃមួយមានបរិយាពោះម៉ាយវ័យចំណាស់ម្នាក់ចូលមកហាងខារ៉ាអូខេដែលនាងធ្វើការហើយក៏ធ្លាក់ក្នុងអន្ទង់ស្នេហ៍នាងទៀតបរិយាពោះម៉ាយនោះចូលចិត្តត្រង់មកក៏ស្រឡាញ់នាងប្រគល់បេះដូងស្នេហ៍ឲ្យនាងទាល់តែអស់ពីខ្លួនរលីងវិចិត្របរិយាចំណាស់ម្នាក់នេះក៏ដណ្ដែថានាងច័ន្ទធ្លាប់រួមភេទជាមួយប្រុសជាច្រើនអ្នករួចមកហើយប៉ុន្តែគាត់មិនចាត់ទុករឿងអតីតថាសំខាន់ឡើយភាពស្និទ្ធស្នាលគ្នាយូរថ្ងៃទៅធ្វើឲ្យលោកវិចិត្រនិងនាងច័ន្ទបានរួមរ៉ាក់ជាមួយគ្នានៅថ្ងៃមួយពេលបានឃើញនាងច័ន្ទលោកវិចិត្រក៏មានគំនិតទទួលខុសត្រូវយកចិត្តទុកដាក់លើរូបនាងកាន់តែខ្លាំងគាត់បានសុំនាងតាមត្រង់ថាច័ន្ទទៅនៅជាមួយខ្ញុំតែម្ដងទៅខ្ញុំនឹងទទួលនាងធ្វើជាភរិយានិងស្រឡាញ់នាងអស់មួយជីវិតបើនាងនៅចង់ច្រៀងចង់សប្បាយក៏ទៅច្រៀងដូចធម្មតាទៅខ្ញុំមិនថាទេនាងខ្ញុំនឹងខ្លាចទៅជាប្តីប្រពន្ធជាមួយនឹងបងមិនបានទេព្រោះនាងខ្ញុំជាមនុស្សនៅចូលចិត្តសប្បាយណាស់បើមានបុរសណាម្នាក់នាងខ្ញុំពេញចិត្តនាងខ្ញុំប្រកាសជាព្រមដេកជាមួយគេទៀតជាមិនខាននេះជាទម្លាប់របស់នាងខ្ញុំលោកវិចិត្រអួនណែនបន្ពង់កនៅពេលដែលបានស្ដាប់ឮជាក់លយករបស់នាងនឹងស្មានមិនទៅដល់ថានាងមិនស្គាល់ពីគុណតម្លៃនៃសេចក្តីស្នេហាពិតយ៉ាងនេះសោះចាប់តាំងពីថ្ងៃនោះមកសេចក្តីស្នេហារបស់ពួកគេក៏ចេះផ្លោគ្នាដោយនាងច័ន្ទឈប់ទៅដេកជាមួយលោកវិចិត្រទៀតហើយលោកវិចិត្រខូចចិត្តនិយាយលែងកើតបាត់បង់អង្គកម្លាំងកាយចិត្តកន្លងមកក៏ត្រូវស្រីជន់ឈ្លីដួងចិត្តអស់ឆ្លាអ្នកហើយនៅតែមិនតាន់ផុតពីកម្មពៀស្នេហ៍នេះទៀតនឹកឡើងគួរឲ្យតូចចិត្តណាស់ចាប់តាំងពីថ្ងៃនោះមកលោកវិចិត្រក៏ផ្ដែកទំនាក់ទំនងជាមួយនឹងច័ន្ទទៅនាងច័ន្ទនៅតែរីករាយស្រស់ស្បោះជាមួយក្បួនគប់ខារ៉ាអូខេមិនបានគិតអីបន្តិចថានាងកំពុងតែធ្វើបាបគ្មានប្រណីដល់ដួងចិត្តបុរសចំណាស់ម្នាក់ឡើយលោកវិចិត្រនៅតែខ្លោចផ្សាដួងចិត្តអ៊ិតលោហេប៉ុន្តែគាត់គិតថាមិនយូរប្រមាណទេប្រកាសតែគាត់អាចកាត់ចិត្តបំភ្លេចនាងច័ន្ទចិត្តអ៊ិតមេត្តានោះមិនខានគួរតាស្រឡាញ់មនុស្សណាដែលគេស្រឡាញ់យើងវិញល្អជាងមិនចាំបាច់ខាតបង់ពេលទៅអង្វះកនាងច័ន្ទធ្វើអ្វីការពុតលោកវិចិត្រជាមនុស្សមានការសិក្សាខ្ពស់មានការងារហេតុអ្វីចាំបាច់មកទៀកតងយកចិត្តទុកដាក់លងស្នេហ៍លើស្រីរស់ស៊ីពេលយប់ដូចនេះប៉ុន្តែសេចក្តីស្នេហាមានអ្នកណាហាមបានព្រោះជានឹងបេះដូងចាប់តាំងពីលោកវិចិត្រឈប់តាក់ទងជាមួយនាងច័ន្ទមកគាត់ឮដំណឹងថានាងច័ន្ទកើតមានសម្ព័ន្ធភាពស្នេហាជាមួយកំឡោះម្នាក់ទៀតដល់ថ្នាក់វន់យលើបុរសនោះយ៉ាងងងឹតងងុលផងដំណឹងបន្តមកទៀតឮថាច័ន្ទបានសម្លាប់ខ្លួនប៉ុន្តែដំណឹងនេះពុំបានឮដល់លោកវិចិត្រឡើយព្រោះលោកវិចិត្រដាច់ការតាក់ទងគ្នាជាមួយនាងច័ន្ទដាច់ស្រឡាក់ទៅហើយយប់ថ្ងៃមួយភ្លៀងធ្លាក់យ៉ាងខ្លាំងអាកាសធាតុត្រជាក់ស្រែបធ្វើឲ្យលោកវិចិត្រដេកដណ្ដើភីវដល់ទៅ2ជាន់ទៅខុសក្តៅបានហៀបនឹងលងលក់ទៅហើយស្រាប់តែគាត់បានឮសំឡេងគូសទ្វារតិចគាត់ក្រោតឡើងពីគ្រែយ៉ាងខ្ជិលច្អូទៅបោកទ្វារគាត់ភ្ញាក់ព្រឹកនៅពេលដែលឃើញមនុស្សនោះនាងច័ន្ទស្ថិតត្រង់សម្លៀកបំពាក់ធ្លាក់ស្លៀកការពីលោកវិចិត្រជួបនៅហាងខារ៉ាអូខេមកឈរធ្វើមុខស្លេកស្លាំងមានទឹកភ្នែកហូររហាមលោកវិចិត្រស្រែកហៅនាងទាំងត្រេកអរច័ន្ទចូលមកក្នុងមកនាងតបមកវិញទាំងអណ្ឌឺតអណ្ដាបចូលទៅមិនបានទេនាងឃ្លឹមមកលាបងយើងនឹងលែងបានជួបគ្នាទៀតហើយក្នុងជាតិនេះនាងឃ្លឹមមានកម្មមិនស្គាល់ពីតម្លៃនំនោះមិនដឹងថាមនុស្សល្អមនុស្សណាអាក្រក់នាងឃ្លឹមសុំទួតបងផងណាលោកវិចិត្រកាន់តែភ័យខ្លាំងឡើងព្រមមិនដឹងរឿងអីទាំងអស់គាត់សួរទាំងឆ្ងល់ហេតុអ្វីបានជានិយាយយ៉ាងនេះមានរឿងអីកើតឡើងឬគ្មានរឿងអីទេចានាងខ្ញុំទួយសិនហើយណានាងខ្ញុំនឹកមករកបងជាថ្មី
រៀងកាយនោះដើរជួបពីលីចិនដាទៅលោកវិចិត្ររត់ទៅតាមប៉ុន្តែមិនដឹងថានាងច័ន្ទបាត់ទៅណាហើយគាត់ស្ទើរតែឈួតនឹងឈឺចាប់រោគប្រាប់មន្ត្រីសេចក្តីស្នេហាដែលមានចំពោះនាងគឺជាសេចក្តីស្នេហាពិតនិងស្មោះត្រង់យប់នោះពេញមួយយប់គាត់ដេកមិនលក់សោះស្អែកឡើងលោកវិចិត្រចិនតាមរោគនាងច័ន្ទរហូតបានជួបមិត្តភក្តិរបស់នាងច័ន្ទម្នាក់ឈ្មោះមុំរូបរាងថតដូចជូកសាច់តែមុខមាត់ស្អាតខ្ញុំចង់មកសួរថាច័ន្ទពិតជាស្លាប់ឬគ្រាន់តែជាពាក្យចចាមអារ៉ាមទេមិនដឹងដែរចាននាងខ្ញុំដឹងត្រឹមថាពីមុនច័ន្ទមានសង្សារច្រើនអ្នកណាស់ការពិតយ៉ាងម៉េចនោះនាងខ្ញុំមិនដឹងទេធ្វើយ៉ាងម៉េចទៅណោះតើគំនិតហើយនេះតើត្រូវធ្វើយ៉ាងម៉េចទៅបានដឹងរឿងពិតលោកកុំអាលអស់សង្ឃឹមទៅស៊ូបងណាមើលក្រែងនាងឯងដឹងរឿងនេះតើនាងណានៅឯណានាងណាជាអ្នកចម្រៀងខារ៉ាអូខេម្នាក់ដែរនាងមុំ5ឈ្មោះហាងខារ៉ាអូខេនិងទីកន្លែងនាងណាយ៉ាងលំអិតពេលលោកវិចិត្រទៅដល់ក៏បានជួបនាងណាด้วยបំណងនាងជាស្រីមេម៉ាយអាយុជាង2ឆ្នាំប៉ុន្តែក៏នៅតែមានប្រុសតាមតាក់តងមិនដាច់ដូចគ្នាក្រោយពីបានស្ដាប់រឿងរ៉ាវពីលោកវិចិត្ររួចហើយនាងណាក៏មានកោភ្ញាក់ផ្អើលយ៉ាងខ្លាំងថាដំណឹងនាងច័ន្ទស្លាប់នាងខ្ញុំអត់មានដឹងទេដឹងត្រឹមថាគេទើបតែមានសង្សារថ្មីច័ន្ទមានសង្សារថ្មីទៀតឬលោកវិចិត្រស្រែកចេញមកយ៉ាងខូចចិត្តនិងសោកស្ដាយនាងខ្ញុំយល់ចិត្តលោកណាស់លោកប្រកាសជាស្រឡាញ់ច័ន្ទគួរឲ្យស្ដាយដែលនាងខ្ញុំអត់អាចជួយលោកបានលោកវិចិត្រលានាងណាទៅទាំងសោកស្ដាយនិងខកបំណងពេលវេលាបានកន្លងទៅ1ខែយប់ថ្ងៃមួយភ្លៀងធ្លាក់យ៉ាងខ្លាំងអាកាសធាតុត្រជាក់ស្រែបធ្វើឲ្យលោកវិចិត្រដេកដណ្ដើមភួយដល់ទៅ2ជាន់ទើបខកក្តៅបានហៀបនឹងលងលក់ទៅហើយស្រាប់តែគាត់បានឮសំឡេងគោះទ្វារតិចគាត់ក្រោកឡើងពីគ្រែទៅបើកទ្វារនាងច័ន្ទទៀតហើយនាងដើរមករកគាត់ទាំងភ្លៀងនាងពុះពៀមកទាំងភ្លៀងមែនទេចាប៉ុន្តែភ្លៀងមិនទៅទឹកនាងខៀងទេរាងកាយរបស់នាងខៀងអត់មានទៅទឹកភ្លៀងមានគួរឲ្យចម្លែកតើនាងដើរមករបៀបណាទើបមិនទៅទឹកភ្លៀងប៉ុន្តែទោះយ៉ាងណាក៏ដោយចុះលោកវិចិត្រមិនចង់សួរនាងនាំឲ្យរំខានចិត្តទេក៏ត្រកងនាងទៅអង្គុយលើសូហ្វាអោបថើបជញ្ជក់នាងយ៉ាងពេញចិត្តកន្លងមករឿងវិញយ៉ាងម៉េចខ្លះប្រាប់ផងបានទេគ្រាន់តែសួរប៉ុណ្ណោះនាងច័ន្ទយំចេញបុកភ្លាមលោកវិចិត្រប្រញាប់ជត់ទឹកភ្នែកឲ្យនាងយ៉ាងថ្នាក់ថ្នមយំរឿងអ្វីមានរឿងអីប្រាប់មកបងអាចដោះស្រាយឲ្យគ្រប់យ៉ាងបានប៉ុន្តែពេលនេះបងអាចដោះស្រាយបានទេនាងបានប្តីថ្មីទៀតឬប្រាប់មកចុះបងមិនខឹងទេចាតែពេលនេះនាងជាងបាននៅជាមួយបរិសុទ្ធនោះទេគេនោះជាមករ៉ាត់យើងលែងបានរស់នៅជាមួយគ្នាហើយនាងខៀងខកបំណងក្នុងជីវិតនេះព្រោះនាងខៀងមិនស្គាល់ពីតម្លៃស្នេហាពិតនាងខៀងក៏សម្លាប់ខ្លួនទៅនាងខៀងមកលាបងទេព្រោះនាងខៀងនៅស្រណោះបងដែលជាមនុស្សម្នាក់គត់ស្រឡាញ់នាងខៀងដោយស្មោះត្រង់លាសិនហើយរាងកាយរបស់នាងច័ន្ទសន្សឹមរលាយបាត់បង់ទៅបន្តិចម្ដងបន្តិចរហូតផុតពីក្រសែភ្នែករបស់លោកវិចិត្រមានអារម្មណ៍ថាគាត់បានបាត់បង់ស្នេហាដ៏ធំទៅហើយតទៅមុខគាត់មិនស្រឡាញ់អាណាទៀតឡើយ